សួស្តីណូអែលបងប្អូនសូមសរសើរព្រះអង្គរីករាយណាស់ដែលបានជួបលោកអ្នកថ្ងៃនេះអបអរថ្ងៃប្រសូតព្រះអម្ចាស់ព្រះសង្គ្រោះនៃយើងហើយម្ដងទៀតយើងនឹងចាំសម្ដីរបស់ទេវតាទៅកាន់អ្នកគង្វាលយប់នោះខ្ញុំនាំដំណឹងល្អមកប្រាប់អ្នកពីអំណរដ៏អស្ចារ្យមិនគ្រាន់តែជាអំណរតែអំណរដ៏អស្ចារ្យដែលត្រូវប្រាប់ទៅមនុស្សទាំងអស់មិនត្រឹមតែជនជាតិអ៊ីស្រាអែលតែទៅមនុស្សទាំងអស់ប្រាប់អ្នកថានៅថ្ងៃនេះនៅទីក្រុងរបស់ស្ដេចដាវីតព្រះសង្គ្រោះបានប្រសូតព្រះសង្គ្រោះមិនមែនជាចៅក្រមព្រះសង្គ្រោះមិនមែនអ្នកផ្ដល់ក្រឹតវិន័យអាមែនមែនមានពេលមួយក្នុងសម្ព័ន្ធមេត្រីចាស់ក្នុងគម្ពីរសញ្ញាចាស់ដែលព្រះអង្គប្រទានក្រឹតវិន័យហើយព្រះអង្គនៅតែជាចៅក្រមតែលើសពីអ្វីទាំងអស់ទ្រង់ចង់ឲ្យយើងដឹងថាទ្រង់ជាក្តីស្រឡាញ់ហើយជាព្រះសង្គ្រោះអាមែនលក្ខណៈនៃក្តីស្រឡាញ់គឺអ្នកចង់ចាក់បង្ហូរចង់ឲ្យក្តីស្រឡាញ់គឺឈឺចាប់បើមិនអាចមិនបញ្ចេញមិនអាចឲ្យបានព្រោះគ្មានទង្វើគឺគ្មានន័យអ្វីឡើយមានតែពាក្យសម្ដីគ្មានសកម្មភាពគ្មានន័យទេអ្នកគ្មានក្តីស្រឡាញ់ទេបើអ្នកមិនចេះឲ្យវាត្រូវតែជាការឲ្យដោយក្តីស្រឡាញ់ព្រះបង្កើតទេវតាព្រះបង្កើតមនុស្សតែទេវតាបានបង្កើតមុនហើយទេវតាមានឋានៈខុសៗគ្នាមានទេវតាហើយមានមហាទេវតាហើយក៏មានជេរូប៊ីនដែលនៅខ្ពស់ជាងទេវតាទាំងអស់តែមានទេវតាមួយដែលព្រះបង្កើតជាពិសេសឈ្មោះថា Lucifer ឈ្មោះនោះមានន័យថាពន្លឺនាពេលព្រឹកឬផ្កាយព្រឹកវាត្រូវតែមានភាពស្រស់ស្អាតនិងចែងចាំងប៉ុន្តែត្រង់នោះហើយដែលបញ្ហាចាប់ផ្ដើមពេលវាចាប់ផ្ដើមវាមានក្រុមទេវតាមួយដោយវាជាមហាទេវតាមួយមិនត្រឹមតែជាមហាជាន់ខ្ពស់វាជាជេរូប៊ីនតំណាងឲ្យភាពសុចរិតរបស់ព្រះពួកគេការពារដូចជាពួកគេនៅទីនោះជាអ្នកការពារភាពវិសុទ្ធនិងភាពសុចរិតរបស់ព្រះអ្វីដែលចាក់ពីភាពសុចរិតរបស់ព្រះគេនឹងប្រើដាវដាក់ទោសនរណាម្នាក់ឬអ្វីមួយយ៉ាង Lucifer ជាអ្នកការពារម្នាក់ដែរហើយនេះហើយនៅពេលវាបះបោរប្រឆាំងនឹងព្រះវានៅមានអំណោយទាននោះនឹងប្រេងតាំងទោះជាវាពុករលួយក៏ដោយនឹងប្រាជ្ញាដើម្បីបំពេញមុខងារជាអ្នកការពារភាពសុចរិតរបស់ព្រះមានន័យថាមានរឿងក្នុងព្រះគម្ពីរដែលនិយាយថាបើព្រះខ្លាយជាសូម្បីតែព្រះលែងសុចរិតបើព្រះប្រែក្រឡាស់ព្រះបន្ទូលប៉ាងវាមានសិទ្ធិយកបាឡាំងរបស់ព្រះនឹងខ្លាយជាព្រះដូច្នេះពេលព្រះបង្កើតមនុស្សទ្រង់បង្កើតគេតាមរូបអង្គទ្រង់តែព្រះអង្គប្រទានជំរឿសឲ្យគេអ្នកអាចជ្រើសរើសស្រឡាញ់យើងអ្នកអាចជ្រើសរើសឆ្លើយតបនឹងក្តីស្រឡាញ់យើងព្រោះយើងស្រឡាញ់អ្នកយើងបង្កើតអ្នកឲ្យធ្វើជាអ្នកទទួលក្តីស្រឡាញ់យើងព្រោះយើងជាក្តីស្រឡាញ់យើងមានរបស់ល្អជាច្រើនចង់ប្រទានឲ្យអ្នកយើងមានជីវិតដែលយើងប្រាថ្នាសម្រាប់អ្នកដែលចង់ឲ្យអ្នកបំពេញជីវិតដែលអ្នកពេលអ្នកបំពេញវាគ្មានអ្វីមានប្រពោះជាងនេះទេដូចខ្ញុំនិយាយមុននេះពីមនុស្សនៅថ្នាក់ប្រសើរបំផុតមែនទេនោះជាប្រតិព្រះសម្រាប់អ្នកឃើញប្រតិព្រះចំពោះអ្នកទេព្រះយេស៊ូវមានបន្ទូលបើអ្នកចេះឲ្យអំណោយល្អទៅកូនអ្នកព្រះបិតានៅស្ថានសួគ៌នឹងប្រទានរបស់ល្អជាងនេះឲ្យយ៉ាងណាទៅអ្នកដែលសុំទ្រង់មែនទេតែមនុស្សធ្វើបាបប្រឆាំងនឹងព្រះមនុស្សប្រើឆន្ទៈសេរីហើយបះបោរនឹងព្រះដូច្នេះតើព្រះអាចសុចរិតនឹងនៅទទួលមនុស្សបាបយ៉ាងដូចម្តេចត្រូវតែមានផ្លូវមួយដូច្នេះអរិយកំពុងមើលបើព្រះធ្លាប់ខុសតែបន្តិចសំបីមួយសរសៃសក់ពីភាពសុចរិតប៉ាងវានឹងឈ្នះព្រះត្រូវបោះបង់បល្ល័ង្កហើយវាឡើងបន្តវានឹងឡើងបន្តព្រោះវាជាអ្នកការពារភាពសុចរិតរបស់ព្រះសំបីតែពេលនេះវានៅតែជឿអញ្ចឹងនោះមកពីអំនួតដូច្នេះរឿងដ៏ល្អចាប់ផ្ដើមតាំងពីពេលនោះព្រះមានបន្ទូលទៅមនុស្សនេះជាអ្វីដែលកើតឡើងពេលអ្នកធ្វើបាបត្រូវទេយកសត្វគ្មានកំហុសជាកូនជៀមបូជានៅទីសក្ការៈអាមែនដាក់ដៃអ្នកលើកូនជៀមបាបទាំងអស់របស់អ្នកបានផ្ទេរទៅកូនជៀមស្លូតត្រង់ភាពស្លូតត្រង់នៃកូនជៀមបានផ្ទេរឲ្យអ្នកពេលនេះសម្រាប់កូនជៀមពេលនេះកូនជៀមនៅកន្លែងអ្នកហើយអ្នកនៅក្នុងភាពគ្មានកំហុសក្នុងភាពសុចរិតនៃកូនជៀមការដោះដូរដ៏អស្ចារ្យកូនជៀមត្រូវគេសម្លាប់អាមែនភ្លើងធ្លាក់លើកូនជៀមលើអាសនៈមនុស្សដែលចេញងាកក្រោយហើយនិយាយនេះជាការជំនុំជម្រះជាសេចក្តីស្លាប់របស់ខ្ញុំហើយមនុស្សដែលចេញដោយសេរីភាពពេលនេះគេមានអ្វីដែលគេមិនធ្លាប់មានគេមានភាពសុចរិតនៃកូនជៀម
និងអ្វីៗដែលកូនជាមស័ក្តិសមទទួលក្នុងភាពសុចរិតរបស់គេនិងភាពស្លូតត្រង់គេទទួលវាជារូបភាពមួយក្នុងសញ្ញាចាស់រូបភាពពីសម័យអាដាមបន្តមករូបភាពដែលថ្ងៃមួយព្រះនឹងបញ្ជូនបុត្រាកូនជាមពិតនៃព្រះហេតុនេះយ៉ូហានបាទីនិយាយថាមើលណកូនជាមនៃព្រះដែលយកបាបចេញពីមនុស្សលោកនិយាយអាមែនឲ្យឮបានទេដូច្នេះព្រះពេលអាដាមធ្វើបាបព្រះមានបន្ទូលទៅពោះថាលោកកបាត់ចំពុក3ខ15ព្រះមានបន្ទូលយើងនឹងធ្វើឲ្យឯងព្រះមានបន្ទូលទៅសាតាំងនិងស្ត្រីហើយពូជឯងនិងពូជនាងឈប់សិនស្ត្រីគ្មានពូជទេតែបុរសមានព្រះថ្លែងពីទំនាយពីកំណើតពីស្ត្រីព្រហ្មចារីព្រះថ្លែងទំនាយពីស្ត្រីព្រហ្មចារីនេះជាការថ្លែងទំនាយដំបូងក្នុងព្រះគម្ពីរត្រូវទេព្រះមានបន្ទូលអ្នកសម្លាប់នាគអ្នកដ៏មានជ័យនឹងមកដែលនឹងសង្គ្រោះមនុស្សហើយព្រះធ្វើវាដោយសុចរិតមិនប្រែក្រឡាស់ភាពសុចរិតទ្រង់ទៅមើលការថ្លែងទំនាយម្ដងទៀតទ្រង់នឹងកំទេចហើយស្នាមជាំត្រង់នោះខ្ញុំមិនចូលចិត្តពាក្យស្នាមជាំទេពីព្រោះការបកប្រែតែមួយគត់ការបកប្រែគម្ពីរមានពាក្យកំទេចពាក្យត្រង់នោះគឺកំទេចមិនមែនស្នាមជាំពេលអ្នកមានស្នាមជាំអ្នកមានស្នាមខៀវពេលខ្លះវានៅលើស្បែកមែនទេតែជាន់កំទេចជាភាសាហេប្រឺត្រង់នេះពូជនាងនឹងជាន់ក្បាលឯងពូជឯងនឹងចឹកកែងជើងពូជនាងសូមចាំពាក្យទំនាយនោះថាដោយជាន់ក្បាលឯងនឹងចឹកកែងជើងពូជនាងមួយណាល្អជាងគេជាន់ក្បាលឬគេចឹកកែងជើងដូច្នេះជាលិភីអ្នកប្រហារនេះអ្នកប្រយុទ្ធដែលនឹងមកនេះអាមែនសង្គ្រោះមនុស្សទ្រង់នឹងឈឺចាប់ព្រះគម្ពីរចែងរួចហើយតែដោយសារទ្រង់កំពុងសង្គ្រោះយើងដោយជាន់ក្បាលពោះសូមនិយាយអាមែនឲ្យលឺដូច្នេះពាក្យទំនាយគឺត្រង់នោះឥឡូវមើលនេះព្រះបានបង្កើតផ្កាយព្រះនាំបរិសុទ្ធឈ្មោះអាប់រ៉ាហាំហើយព្រះបានជ្រើសរើសអាប់រ៉ាហាំយប់មួយព្រះនាំគាត់ចេញក្រៅព្រោះគាត់រអ៊ូតើព្រះអង្គប្រទានអ្វីមកខ្ញុំដែលគ្មានកូនចៅនេះទ្រង់សន្យាប្រទានអ្វីៗជាច្រើនសម្រាប់កូនចៅចំនួនក្រោយនិងសម្រាប់ខ្ញុំតែខ្ញុំគ្មានកូនចៅទេប្រពន្ធខ្ញុំជាស្ត្រីកូនតែមួយដែលខ្ញុំមានជាអ្នកបម្រើកុំប្រាប់ថាអ្នកបម្រើខ្ញុំនឹងត្រូវស្នងមរតកខ្ញុំយប់មួយព្រះមានបន្ទូលអាប់រ៉ាហាំចេញមកព្រះមានបន្ទូលមើលផ្កាយច្រើនឆ្នាំហើយខ្ញុំគិតថានេះជាអ្វីដែលព្រះមានបន្ទូលព្រះមានបន្ទូលថាព្រះអង្គនាំលោកចេញទៅក្រៅហើយមានព្រះបន្ទូលថាងើយទៅលើមេឃហើយរាប់ចំនួនផ្កាយមើលតើអ្នកអាចរាប់អស់ទេហើយព្រះមានបន្ទូលទៅអាប់រ៉ាហាំពូជពងអ្នកច្រើនដូចផ្កាយដែរឯកវចនៈពូជពងដែលបានសន្យាពូជពងអ្នកក៏ច្រើនដែរអាប់រ៉ាហាំជឿលើព្រះអង្គហើយព្រះអង្គរាប់អាប់រ៉ាហាំជាសុចរិតអស្ចារ្យគាត់គ្រាន់តែជឿព្រះបន្ទូលពេលខ្ញុំគិតទៅគឺគ្រាន់តែរាប់ផ្កាយគាត់បានសុចរិតក្នុងព្រះនេត្រព្រះរាប់ផ្កាយ1 2 3 4បើវាអាចទៅរួចនៅមជ្ឈមបូព៌ាពេលមេឃងងឹតលើវាលខ្សាច់អ្នកអាចមើលផ្កាយឃើញផ្កាយច្រើនណាស់តែឲ្យរាប់វាខ្ញុំរាប់មិនអស់ទេសូមមើលភាសាហេប្រឺថាតើអ្នកអាចរាប់អស់ទេគឺពាក្យថា Sapphire ពាក្យថាសៀវភៅជាភាសាហេប្រឺគឺ Sapphire គឺសៀវភៅ Sapphire គឺនិទានរឿងសង្កេតនិងប្រាប់វាក៏មានន័យថាចំនួនដែរវាគឺចំនួនដូច្នេះទើបអ្នកបកប្រែដាក់ពាក្យចំនួននៅទីនេះតែពាក្យចំនួនឃើញតែ20ដងទេពាក្យប្រាប់ឃើញជាង40ដងក្នុងសញ្ញាចាស់ក្នុងភាសាហេប្រឺខ្ញុំមិនដឹងហេតុអ្វីគេនិយាយថាចំនួននៅទីនេះទេតែគួរតែថានិទានរឿងដើម្បីបញ្ជាក់ទំនុកដំកើងចំពុក19ផ្ទៃមេឃថ្លែងអំពីសេរីរុងរឿងរបស់ព្រះអាកាសវេហាប្រកាសអំពីស្នាព្រះហស្ថរបស់ទ្រង់ថ្ងៃមួយដំណើរប្រាប់ថ្ងៃមួយទៀតយប់មួយប្រាប់យប់មួយទៀតឲ្យបានដឹងតែមិនមែនដោយប្រើភាសាឬពាក្យសម្ដីទេហើយក៏មិនឮសូរស័ព្ទអ្វីដែររាល់យប់នៅសង្ហបុរីដែរយើងឃើញផ្កាយដូចគ្នាដែលអ្នកនៅ Johannesburg មើលឃើញអ្នកនៅក្រុង New York មើលឃើញសង្ហបុរីមើលឃើញផ្កាយកូនមាន់អ្នកនៅក្រុង New York អាចមើលឃើញអ្នកនៅប៉ារីសអាចមើលឃើញអ្នកនៅចិនអាចមើលឃើញអ្នកនៅទីមបាក់ទូអាចមើលឃើញព្រះបានបង្កើតផ្កាយព្រះគម្ពីរចែងថាទ្រង់បង្កើតពួកវាមានគោលបំណងដូច្នេះមានកញ្ចុំផ្កាយទាំង12ហើយថ្ងៃនេះពេលអ្នកមើលកញ្ចុំផ្កាយទាំង12កញ្ចុំផ្កាយទាំង12ត្រូវបានបង្កើតជាអកុសលព្រោះយើងនៅចំនួននេះយើងទទួលឥទ្ធិពលពីយើងគិតថាវាជាការសិក្សាចំណាស់ហោរាសាស្ត្រទេលើពីហោរាសាស្ត្រត្រឡប់ទៅពេលក្នុងព្រះគម្ពីរពាក្យភាសាហេប្រឺសម្រាប់កញ្ចុំតារានិករទាំង12ហៅថាចរិស័យនៅក្នុងគម្ពីរយោបចំពុក38យោប38ចែងថាព្រះលបងលោយោបសៀវភៅចាស់ជាងគេក្នុងព្រះគម្ពីរគឺគម្ពីរយោប
ខ្ញុំធ្លាប់គិតថាគម្ពីរនេះគឺជាសៀវភៅដែលអ្នករកការងារបើអ្នកស្វែងរកការងារមើលគម្ពីរយោបតែយោបគឺជាមនុស្សតែជាសៀវភៅចាស់ជាងគេក្នុងព្រះគម្ពីរព្រះលបងលោយោបនឹងមានព្រះបន្ទូលតើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នាឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬមានពាក្យថាផ្កាយកូនមាន់ផ្កាយកូនមាន់នេះផ្កាយ3ក្នុងជួរត្រង់មួយជាខ្សែក្រវ៉ាត់តើអ្នកអាចធ្វើឲ្យចារិស័យលេចចេញមកចារិស័យជាតារានិកចារិស័យជាពាក្យភាសាហេប្រឺតារានិកជាពាក្យមានន័យថាជំហានវាជាផ្លូវស្ដាប់ដោយយកចិត្តទុកដាក់ក្នុងគម្ពីរកិច្ចការគ្រីស្ទបរិស័ទត្រូវគេហៅថាផ្លូវមនុស្សជាច្រើនបៀតបៀនអ្នកដើរតាមផ្លូវហើយអ្នកដើរតាមផ្លូវបាននិយាយថាអ្នកដើរតាមផ្លូវគេហៅថាផ្លូវដែលព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាផ្លូវសូមនិយាយអាមែនឲ្យលឺតើអ្នកអាចធ្វើឲ្យចារិស័យលេចចេញមកនិងនាំផ្លូវផ្កាយក្រពើទាំងធំទាំងតូចបានឬច្បាស់ណាស់ព្រះបង្កើតអ្វីៗទាំងនេះមានគោលបំណងអាមែនដូច្នេះអ្នកមើលទៅកញ្ចុំផ្កាយទាំង12អ្នកឃើញកញ្ចុំផ្កាយទាំង12នេះអ្នករកឃើញទាំង12ហើយពួកវាមានរូបរាងដូចនេះហើយបង្កើតជារូបភាពអ្នកអាចគូររូបភាពមួយលើវាខ្ញុំនឹងបង្ហាញតារានិកលីអូឧទាហរណ៍តារានិកលីអូសូមបង្ហាញរូបភាពតារានិកលីអូលើមេឃសូមមើលទៅរាងមានភ្លើងភ្លឺជាងគេនៅលើជើងលីអូអ្នកឃើញភ្លើងភ្លឺជាងគេនៅទីនោះទេវាជាកញ្ចុំផ្កាយដែលបង្កើតជាវាមើលទៅដូចជាតោឃើញទេមានជើងកន្ទុយនិងក្បាលឃើញទេអ្នកឃើញផ្កាយភ្លឺជាងគេទេផ្កាយភ្លឺជាងគេនៅទីនោះគឺផ្កាយលេខ22នៃកញ្ចុំផ្កាយទាំង12ជាផ្កាយភ្លឺជាងគេឃើញទេបើអ្នកមើលទៅផ្កាយលីអូសូមបង្ហាញរូបភាពលីអូមួយទៀតផ្កាយ Regulus ជាផ្កាយភ្លឺជាងគេសូមបង្ហាញរូបភាពមួយទៀតផ្កាយភ្លឺគឺជាជើងលីអូអ្នកឃើញទេវាឈ្មោះ Regulus សូមចាំវាតែលីអូជាតារានិកចុងក្រោយបើលីអូជាតារានិកចុងក្រោយអ្វីជាតារានិកដំបូងសូមមើលទៅដំបូងទៅមើលរូបនោះម្ដងទៀតមើលរកលីអូឃើញទេជួរទី2ឆ្វេងចុងគេឃើញលីអូទេបើលីអូនៅចុងក្រោយគេអ្វីនៅដំបូង Virgo មានន័យថាព្រហ្មចារីដូច្នេះដំបូងគេគឺព្រហ្មចារីបើអ្នករាប់ចំនួន12លីអូនៅក្រោយគេព្រះគម្ពីរយើងនៅសញ្ញាថ្មីរឿងរបស់ព្រះយេស៊ូវបង្ហាញឡើងសញ្ញាចាស់ជារូបភាពពីព្រះអង្គដែលត្រូវយើងមកសញ្ញាថ្មីទ្រង់យើងមករឿងអំពីបុណ្យណូអែលអាមែនទ្រង់យើងមកសុគតសម្រាប់បាបយើងអាមែនពេលនេះយើងមើលទៅអ្នកជឿក្នុងសញ្ញាចាស់វិញអាប់រ៉ាហាំដានីយ៉ែលដាវីតពួកគេទន្ទឹងចាំយ៉ាញ់បូជាយើងមើលបកក្រោយយើងរស់នៅក្នុងការលះបង់របស់ព្រះយេស៊ូវយើងមិនត្រូវការយកកូនជៀមមកទៀតទេទ្រង់ជាកូនជៀមចុងក្រោយនោះជាយ៉ាញ់បូជានៃសញ្ញាចាស់ដែលសំដៅដល់ទ្រង់ជាជ័យលាភីដែលបានសន្យាថានឹងមកសូមនិយាយអាមែនឲ្យលឺចំពោះផ្កាយក្រពើដែលខ្ញុំនិយាយមុននេះគឺនៅក្នុងចង្កំរបស់ Virgo មានប្រុសម្នាក់នៅចំហៀងមានផ្កាយខមាហើយមានផ្កាយក្រពើគឺបរោះកាន់សូមស្ដាប់កាន់ឈើច្រត់អ្នកគង្វាលកណ្ដៀវនោះគឺព្រះយេស៊ូវទ្រង់សង្គ្រោះព្រលឹងកណ្ដៀវគឺការប្រមូលផលហើយទ្រង់គង្វាលពួកគេអាមែនមិនត្រឹមតែសង្គ្រោះទេគង្វាលអ្នកផងពេលព្រះអង្គជាអ្នកគង្វាលអ្នកពេលព្រះអង្គជាព្រះអម្ចាស់ជាអ្នកគង្វាលខ្ញុំមិនខ្វះអ្វីសោះអ្នកនឹងមិនខ្វះអ្វីទាំងអស់យើងទៅលឿនបន្តិចដើម្បីបញ្ចប់នៅចង្កោមចុងក្រោយគឺលីអូខ្ញុំទើបតែបង្ហាញលីអូហើយមិនចឹងលីអូសូមបង្ហាញរូបផ្កាយលីអូម្ដងទៀតរូបរបស់ផ្កាយលីអូនៅខាងចុងគេលីអូមានជើងហៅថាផ្កាយ Regulus ចាំ Regulus បានទេបង្ហាញរូបមុនរូបនេះ Regulus បង្ហាញរូបនោះម្ដងទៀតបាទវាមានជើងគឺ Regulus គឺជាពាក្យ Regulus ជាពាក្យមានន័យថាជើងបាទជើងដែលជន់នោះហើយជាអត្ថន័យគួរឲ្យចាប់អារម្មណ៍ទេខ្ញុំមិនច្បាស់ទេថាតើពាក្យរាជវង្សតោជារូបភាពនៃស្ដេចសត្វតោឬទេថាតើពាក្យរាជវង្សចេញមកពីនេះឬទេតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពេលខ្ញុំរៀនអំពីនេះខ្ញុំរកឃើញថាខ្ញុំបានដឹងពាក្យភាសាហេប្រឺអំពីវាពាក្យថាដៃគឺយ៉ាតក្នុងភាសាហេប្រឺពាក្យថាជើងគឺរាជវង្សអ្នកអាចសួរមិត្តជនជាតិហេប្រឺបានពាក្យថាជើងគឺរាជវង្សហើយនៅត្រង់ជើងជាផ្កាយភ្លឺជាងគេហើយអ្វីការសន្យាចូលមកកន្លែងដើម Virgo រឿងនៃសញ្ញាថ្មីចាប់ផ្ដើមជាមួយស្ត្រីព្រហ្មចារី
អាមែនពាក្យទំនាយតាមស្ត្រីព្រហ្មចារីព្រះបន្ទូលសន្យានឹងពូជនាងបានប្រសូតរឿងពីណូអែលទៅដល់សិភៅវិវរណៈសិភៅចុងក្រោយនៃព្រះគម្ពីរវិវរណៈចំពុក5ខ5ព្រឹទ្ធាចារ្យមានប្រសាសន៍មកខ្ញុំថាកុំយំអីមើលនោះសង្ឃដែលកើតនៅក្នុងកុលសម្ព័ន្ធយូដាជាពន្លកដុះចេញពីស្ដេចដាវីតអាចនឹងបកត្រាទាំង7ហើយបើកក្រាំងបានអាមែនព្រះយេស៊ូវមានជាជំនះអ្នកដឹងថាទ្រង់ធ្វើដោយម្ដេចទេដោយសគត់សម្រាប់បាបយើងនៅលើឈើឆ្កាងគ្មានផ្លូវផ្សេងទេសាតាំងវាចាំមើលថាព្រះប្រែកក្រឡាស់ឬទេព្រះបញ្ជូនព្រះបុត្រាព្រះយេស៊ូវគ្មានបាបជំនួសកន្លែងយើងអាមែនហើយទ្រង់បានសគត់ទទួលបាបទាំងអស់របស់យើងវាដូចជាយើងដាក់ដៃលើទ្រង់នៅឯឈើឆ្កាងហើយបាបទាំងអស់របស់យើងផ្ទេរទៅទ្រង់បាបពេញមួយជីវិតរបស់យើងបានផ្ទេរទៅទ្រង់ហើយទ្រង់រងទុក្ខពីការសងសឹកទាំងស្រុងនៃទណ្ឌកម្មរបស់ព្រះលើអង្គទ្រង់បានស្រែកថាសម្រេចចប់សពគ្រប់ហើយទ្រង់លុបចោលកំហឹងនិងទណ្ឌកម្មរបស់ព្រះជាម្ចាស់គ្រប់ក្តីសុចរិតនៃតុលាការនៃព្រះប្រឆាំងភាពខុសច្បាប់ទាំងអស់ក្នុងអង្គទ្រង់ផ្ទាល់រហូតដល់គ្រប់យ៉ាងបានបង់ថ្លៃពេលនេះអ្នកជឿលើព្រះយេស៊ូវសូមស្ដាប់ព្រះមិនអាចថ្កោលទោសអ្នកហើយព្រះជាអ្នកសម្រេចដូច្នេះជាស្ដែងសពថ្ងៃបើព្រះថ្កោលទោសអ្នកបើអ្នកជឿព្រះយេស៊ូវហើយព្រះថ្កោលទោសអ្នកចំពោះបាបអ្នកព្រះនឹងមិនសុចរិតដូច្នេះសាតាំងគ្មានអ្វីនិយាយព្រះយេស៊ូវបិទមាត់វាដោយការសគត់អាមែនវាគ្មានអ្វីនិយាយទេដឹងទេហេតុអ្វីព្រះសុចរិតក្នុងការធ្វើឲ្យមនុស្សបាបដែលមករកទ្រង់ដែលនិយាយថាព្រះអង្គខ្ញុំគ្មានភាពសុចរិតខ្លួនឯងទេសូមធ្វើជាក្តីសុចរិតខ្ញុំហើយព្រះមានបន្ទូលអ្នកបានសង្គ្រោះហើយអាប់រ៉ាហាំជឿរឿងតែមួយអាប់រ៉ាហាំមើលទៅមេឃគាត់ឃើញតារាវលហ្គោព្រះប្រាប់រឿងដល់គាត់បន្ទាប់មកមើលថាអ្នកនិយាយរឿងឡើងវិញបានទេតើអាប់រ៉ាហាំដឹងរឿងនេះមកពីណាខ្ញុំជឿថាពីឪពុកគាត់ពីឪពុកគាត់ពីឪពុកតាំងពីចំនួនអាដាមមករឿងនេះប្រាប់តគ្នាសប្តាហ៍យើងមិនបាច់មើលផ្កាយទៀតទេមើលមកនេះយើងមានព្រះគម្ពីរអាមែនព្រះគម្ពីរចែងហើយថ្ងៃមុនខ្ញុំបាននិយាយជាមួយកូនខ្ញុំច្រើនគាត់បានជួយខ្ញុំគួរនិយាយថាម៉េចខ្ញុំសួរសំណួរគាត់កូនដឹងអ្វីភាពខុសគ្នារវាងភាពសុចរិតសញ្ញាចាស់និងសញ្ញាថ្មីទេមានសន្តិភាពនឹងព្រះពេលនេះគាត់ដឹងព្រោះអ្នកអាចរៀនអ្វីក៏បានអំពីព្រះគម្ពីរអ្នកអាចរៀនពីការពិតពីព្រះគម្ពីរការពិតទាំងអស់ពីព្រះគម្ពីរហើយអ្នកអាចរាប់ឈ្មោះស្ដេចទាំងអស់អ្នកអាចរាប់ឈ្មោះសិស្សទាំង12អ្នកអាចរាប់ឈ្មោះកុលសម្ព័ន្ធទាំង12តែបើអ្នកមិនដឹងពីការពិតនេះអ្នកខកខានគ្រប់យ៉ាងអ្វីធ្វើឲ្យមនុស្សសុចរិតអ្វីដែលត្រូវធ្វើឲ្យមនុស្សសុចរិតក្នុងសញ្ញាចាស់ដោយការរក្សាបទបញ្ជាទាំង10ដោយគេមានសិលធម៌ដោយគេធ្វើអំពើល្អសូម្បីតែដាវីតក៏បរាជ័យមនុស្សដែលល្អជាងគេតាមក្រឹតវិន័យគ្មានអ្នកដោះសារទេពេលនេះភាពសុចរិតថ្មីបានចូលមកមើលមកនេះម្ដងទៀតអាប់រ៉ាហាំលោកុបាទចំពុក15ព្រះឲ្យអាប់រ៉ាហាំមើលផ្កាយពូជពងអ្នកក៏ដូចផ្កាយដែរអាប់រ៉ាហាំត្រូវមើលផ្កាយព្រោះគាត់គ្មានព្រះគម្ពីរគាត់កំពុងបង្កើតព្រះគម្ពីរពេលនោះរឿងរបស់គាត់បង្កើតព្រះគម្ពីរសម្រាប់យើងតែគាត់មើលទៅលើហើយព្រះប្រាប់រឿងនេះដល់គាត់ចុងក្រោយព្រះមានបន្ទូលថាគាត់បានមកដល់លីអូហើយព្រះមានបន្ទូលថាពូជពងអ្នកក៏ដូចឆ្នោដែរទ្រង់នឹងយាងមកពីពូជពងអ្នកព្រះយេស៊ូវយាងមកពីអ៊ីស្រាអែលពូជពងអាប់រ៉ាហាំពូជពងអ្នកដែលនឹងជន់ក្បាលសាតាំងនឹងចេញមកពីអ្នកអាប់រ៉ាហាំនិយាយថាខ្ញុំជឿអ្នកដឹងទេអាប់រ៉ាហាំជឿដំណឹងល្អដូចគ្នានឹងអ្នកជឿដែរអាប់រ៉ាហាំជឿដំណឹងល្អដូចខ្ញុំនិងអ្នកជឿដែរតែអ្នកជឿព្រះយេស៊ូវគ្រីស្ទដែរឬទេហើយថ្ងៃនេះអំណោយនៃភាពសុចរិតខុសបន្ទាប់គាត់ជឿហើយមានអ្វីកើតឡើងព្រះជាម្ចាស់រាប់លោកអាប់រ៉ាហាំជាសុចរិតព្រះមានបន្ទូលអាប់រ៉ាហាំពីពេលនេះយើងចាត់ទុកអ្នកជាមនុស្សល្អបំផុតក្នុងលោកនេះយើងចាត់ទុកអ្នកថាសុចរិតក្នុងភ្នែកយើងព្រះពរទាំងអស់របស់យើងសម្រាប់អ្នកសុចរិតពេលនេះជារបស់អ្នកព្រះបន្ទូលសន្យាទាំងអស់សម្រាប់អ្នកសុចរិតពេលនេះជារបស់អ្នកឧទាហរណ៍ពូជពងនៃមនុស្សសុចរិតមានន័យថាពូជពងរបស់មនុស្សសុចរិតនឹងត្រូវរំដោះអាមែនទ្រព្យសម្បត្តិត្រូវទុកឲ្យមនុស្សសុចរិតទ្រព្យសម្បត្តិរបស់មនុស្សបាបត្រូវទុកឲ្យមនុស្សសុចរិតអាមែនសន្យាច្រើនទៀតនឹងគ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកសុចរិតទេបើទំនងជាមានរឿងមិនល្អព្រះនឹងប្រែវាជារឿងល្អវិញព្រោះទ្រង់កាន់តាមសន្យាអាមែនដូច្នេះព្រះពរទាំងអស់របស់អ្នកសុចរិតគឺជារបស់អ្នកគ្រាន់តែជឿវាជារបស់អ្នកហើយជឿលើព្រះយេស៊ូវគ្រីស្ទថ្ងៃនេះអ្នកនិងគ្រួសារអ្នកនឹងបានសង្គ្រោះអាមែនហើយមាត់សាតាំងត្រូវបិទអ្វីសម្រេចដោយសុចរិតព្រះយេស៊ូវបានយកបាបអ្នកនិងប្រទានឲ្យអ្នកសុចរិតសាតាំងធ្វើអ្វីមិនបានទេ
តែពេលសាតាំងមករកអ្នកថ្ងៃដែលវាព្យាយាមប្រាប់អ្នកថាអ្នកមិនសុចរិតថ្ងៃនេះវានឹងព្យាយាមនិយាយថាអ្នកមិនសុចរិតទេមើលអ្វីដែលអ្នកបានធ្វើមើលការរីកគុណរបស់អ្នកចុះនៅមើលទៅអ្វីដែលអ្នកគិតនៅពេលនេះចុះមើលអារម្មណ៍អ្នកចុះអ្នកមានអារម្មណ៍ដូចម្ដេចដោយសាររឿងនោះមើលចិត្តចំណាននឹងគ្នានេះរបស់អ្នកមើលចិត្តល្វីងជូរចត់របស់អ្នកមើលទៅវានឹងចង្អុលមកអ្នកអ្នកត្រូវចង្អុលទៅព្រះយេស៊ូវហើយនិយាយថាថ្ងៃនេះព្រះមិនមើលខ្ញុំទេព្រះមើលទៅព្រះយេស៊ូវដើម្បីពិនិត្យមើលខ្ញុំអាមែនស្ដាប់តើទេក្នុងសញ្ញាចាស់គេនាំកូនជាមកជារូបភាពព្រះយេស៊ូវបូជាចាស់ពិនិត្យកូនជាមិនមែនមនុស្សទេច្បាស់ណាស់ហេតុអ្វីមនុស្សនៅទីនោះដែរព្រោះគេមានបាបសំណួរនោះគឺតើកូនជាអ្នកល្អកម្រិតណាមិនមែនមនុស្សមានបាបល្អប៉ុណ្ណាទេវាច្បាស់ណាស់ថាហេតុអ្វីគាត់នៅទីនោះសប្តាហ៍ថ្ងៃនៅណាជាជាអ្នកព្រះយេស៊ូវអាមែនទ្រង់ជាកូនជាថ្ងៃនេះយើងមិនត្រូវការផ្កាយទេសូមស្ដាប់អរគុណព្រះសម្រាប់ការយល់រឿងទាំងនេះថ្ងៃនេះយើងមានគ្រប់យ៉ាងក្នុងព្រះគម្ពីរអាមែនយើងមានព្រះបន្ទូលព្រះមួយទៀតបើអ្នកជឿហោរាសាស្ត្រខ្ញុំយល់ចិត្តអ្នកខ្ញុំប្រាប់អ្នកឲ្យដឹងថាវាមិនសង្គ្រោះអ្នកទេមិនជួយអ្នកទេគ្មានចម្លើយនៅទីនោះទេសូមកុំជឿហោរាសាស្ត្រអញ្ចឹងបានជាគេហៅវាថាកៅឆ្លោះដ៏អាក្រក់មែនទេជឿព្រះបន្ទូលព្រះព្រះយេស៊ូវមានបន្ទូលខ្ញុំមកឲ្យអ្នកមានជីវិតនិងមានជីវិតបរិបូរណ៍ខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកដាក់ក្តីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទដែលស្រឡាញ់អ្នកខ្លាំងទ្រង់ប្រទានបុត្រាឲ្យសុគតសម្រាប់អ្នកបងប្អូនបើជាអ្នកពេលនេះមិនថាអ្នកនៅទីណាអ្នកនិយាយថាលោកគ្រូអធិដ្ឋានឲ្យខ្ញុំចង់បានព្រះយេស៊ូវក្នុងជីវិតខ្ញុំចង់បានសង្គ្រោះដូច្នេះសូមអធិដ្ឋានជាមួយខ្ញុំនិយាយថាព្រះបិតាអរគុណទ្រង់ព្រះយេស៊ូវសុគតសម្រាប់បាបខ្ញុំហើយព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញពេលខ្ញុំបានសុចរិតក្នុងទ្រង់អរគុណទ្រង់ព្រះយេស៊ូវជាព្រះអម្ចាស់ខ្ញុំអរគុណទ្រង់ដែលថ្ងៃនេះខ្ញុំកើតជាថ្មីអរគុណដែលទ្រង់មើលមកខ្ញុំទ្រង់មើលខ្ញុំសុចរិតដោយទ្រង់ឃើញអាប់រ៉ាហាំដោយទ្រង់ឃើញអ្នកជឿក្នុងសម្ព័ន្ធមេត្រីថ្មីទ្រង់ឃើញខ្ញុំសុចរិតជួយខ្ញុំឲ្យឃើញការពិតនេះបង្រៀនខ្ញុំពីការនេះអត្តសញ្ញាណថ្មីខ្ញុំព្រះយេស៊ូវនៅក្នុងខ្ញុំពេលនេះអរគុណបិតាលោហិតព្រះយេស៊ូវលាងជម្រះបាបខ្ញុំមានពរណាស់ជាទីពេញចិត្តនិងស្រឡាញ់ជ្រាលជ្រៅក្នុងព្រះនាមព្រះយេស៊ូវទាំងអស់គ្នាសូមថាអាមែនសូមលោកអ្នកក្រោកឈរសរសើរព្រះអង្គខ្ញុំអធិដ្ឋានប្រទានពរអ្នកសូមលើកដៃទាំងអស់គ្នាព្រះបិតាខ្ញុំអធិដ្ឋានសម្រាប់គ្រប់គ្នាដោយសម្លេងខ្ញុំអធិដ្ឋានសូមព្រះបិតាថែរក្សានិងការពារនិងរក្សាគ្រប់គ្នាពីគ្រោះថ្នាក់ពីរឿងអាក្រក់ពីគ្រោះភ័យពីគ្រោះថ្នាក់ផ្សេងពីទុក្ខលំបាកខ្ញុំអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវទ្រង់នឹងឲ្យគ្រួសារពួកគេរឹងមាំមានសុខភាពល្អខ្ញុំអធិដ្ឋានសូមឲ្យក្តីសុខសាន្តគង់វង្សក្នុងដួងចិត្តនិងគំនិតអ្នកក្នុងព្រះនាមព្រះយេស៊ូវបើអ្នកដែលខូចចិត្តព្រះយេស៊ូវទ្រង់នឹងព្យាបាលដួងចិត្តបាក់បែកព្យាបាលដួងចិត្តនោះឥឡូវនេះក្នុងព្រះនាមព្រះយេស៊ូវយើងអធិដ្ឋានបិតាបើអ្នកធ្លាក់ទឹកចិត្តព្រះយេស៊ូវព្រះអង្គនៃក្តីសុខសាន្តសូមក្តីសុខសាន្តទ្រង់គង់នៅយកឈ្នះការធ្លាក់ទឹកចិត្តក្នុងព្រះនាមព្រះយេស៊ូវដោយសឹងនៃសាសយូដាហើយឲ្យក្តីសុខសាន្តទ្រង់គង់នៅក្នុងចិត្តនិងគំនិតគេអរគុណព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវថែរក្សាគ្រប់គ្នាពីការអាក្រក់ក្នុងសប្តាហ៍នេះយើងសូមក្នុងព្រះនាមព្រះយេស៊ូវអ្នកទាំងអស់គ្នានិយាយថាអាមែនសួស្តីណូអែល